តបងប្អូនថ្ងៃនេះនាងខ្ញុំជិញដំណើរមកចាប់ត្រីគឺបូមនៅខាងក្រោយផ្ទះអញ្ចឹងណាបងប្អូនហើយសំខាន់គឺមេឃក្តៅខ្លាំងមែនទែនបងប្អូនហើយនៅខាងក្រោយនាងខ្ញុំគឺមានដើមឈើជាម្លប់នៅសងខាងហើយមានដើមកញ្ញូងដើមស្វាយដើមព្រីងអញ្ចឹងណាបងប្អូនហើយសំខាន់នេះគឺមកចាប់ត្រីនេះគឺពេលអាដៃខ្លីទីបងប្អូនក្តៅម៉ោង10 11ហ្នឹងហើយសំខាន់នោះគឺទឹកក៏ចាប់ដើមបូមរីងបដាបដែរហើយមកដល់ហើយបងប្អូននេះគឺជាស្រះដែលយើងត្រូវចាប់ត្រីបងប្អូនឃើញអត់មើលត្រីវាហែលទៅបងប្អូនព្រោះយើងបូមចិត្តរីងអញ្ចឹងណាបងប្អូនហើយសំខាន់នោះគឺត្រីច្រើនមែនតើបងប្អូនហើយនេះគឺចុះយកទៅយោបូមហ្នឹងហើយនេះត្រីវាចូលក្នុងលបបងប្អូនអាលបបោះចូលក្នុងស្រះទៅវានៅក្នុងហ្នឹងសំខាន់នេះស្រះយើងត្រូវចាប់ត្រីហ្នឹងដោយសារតែយើងចុះចាប់បូមវាអត់រីងអត់ទេបងប្អូនសំខាន់នេះត្រីយើងចាប់បានប៉ុណ្ណេះហើយនៅច្រើនទេបងប្អូនហើយមើលឆ្កែខ្ញុំវាចាំជួយចុះចាប់ត្រីបងប្អូនឆ្កែខ្ញុំវាចេះពំត្រីមកវាចេះចាប់ត្រីហើយសំខាន់មួយនេះក៏ចេះដែរបងប្អូនហើយឆ្កែខ្ញុំគឺសិតតែជំនាញពហុជំនាញហើយសំខាន់នោះគឺទឹកស្រះហ្នឹងវាទូចមែនប៉ុន្តែត្រីបានច្រើនណាបងប្អូនឃើញមាត់ត្រីច្រើននេះឃើញត្រីទូកត្រីក្រាញ់ត្រីអណ្ដែងត្រីនេះបងប្អូនប្រហែលជាបាន7 គីឡូអីដែរហ្នឹងហើយព្រោះអីអាខ្លះងាប់ទៅហើយម្ដងវគ្គនេះគឺនាងខ្ញុំមកបង្កាត់ភ្លើងដើម្បីអាំងត្រីអញ្ចឹងណាហើយនេះគឺពងតែអង្គុយបង្កាត់ភ្លើងហើយបងប្អូនហើយកុំភ្លេចជួយតាមដានវីដេអូរបស់នាងខ្ញុំផងបងប្អូនទាំងអស់គ្នាហើយយើងបង្កាត់ភ្លើងអាំងត្រីទៅហើយនៅក្រោមអាកាសធាតុក្តៅហើយត្រីស្រែដែលយើងចាប់បានថ្មីគឺឆ្ងាញ់ណាស់បងប្អូនហើយនេះគឺខ្ញុំបង្កាត់ភ្លើងបានឆេះហើយគឺកាច់អស់កាច់អីដាក់ទៅហើយដាក់ខ្ជុងអីចឹងណាបងប្អូនមើលតាមហ្នឹងទៅហើយចក្រាននេះវាស្រួលមួយយ៉ាងដែរបងប្អូនវាដុតបានកតិចអស់ទូចច្រើនដែរហើយនេះគឺជាចង្ក្រានដែលយើងកាត់បន្ថយអស់គ្រាន់បាទដែរបងប្អូនចង្ក្រាននេះហើយនេះយើងកាត់បានឆេះហើយវាពងតែកាត់ខ្ជុងបដាហើយនេះភ្លើងយើងហើយសំខាន់នេះគឺយើងត្រូវឆ្កឹះឆ្កៀលវាតិចដើម្បីឲ្យវាឆាប់បានឆេះហើយនេះគឺជាត្រីដែលយើងត្រូវអាំងបងប្អូនត្រីរស់ធំហើយខ្ញុំអាំងតែប្រហែលទេតែសារតែខ្ញុំញ៉ាំតែឯងចឹងហើយនេះខ្ញុំកំពុងតែញាប់ដៃញាប់ជើងតិចហើយព្រោះហេវបាយខ្លាំងមែនតើបងប្អូនព្រោះថ្ងៃត្រង់ចឹងណាហើយមើលតែការអាំងទៅក៏ដឹងដែរបងប្អូនគឺយើងបញ្ញាប់ខ្លាំងមែនតើហើយត្រីហ្នឹងក៏ចាប់ដើមឆ្អិនដែរបងប្អូនហើយនេះគឺជាត្រីដែលយើងអាំងឆ្អិនហើយគឺត្រីហ្នឹងមានពងមានអីច្រើនណាស់បងប្អូនហើយកលិមកខាងនេះគឺខ្ញុំចាប់ដើមញ៉ាំបាយជាមួយនឹងត្រីដែលយើងចាប់ពីស្រះហ្នឹងយើងអាំងឆ្អិនហើយចឹងទៅក៏យើងបានថ្មីចឹងទៀតអាំងទៅឆ្ងាញ់ណាស់បងប្អូនជាមួយទឹកជ្រក់ឆ្វាយយើងហ្នឹងហើយយើងដាក់ជ្រក់ឆ្វាយមួយម៉ាត់ទៅហើយសាច់ត្រីឡើងផ្អែមឆ្ងាញ់មែនតើបងប្អូនហើយខ្ញុំដាក់មួយម៉ាត់អូយជាតិហើយណាមួយហេវបាយខ្លាំងដែរបងប្អូនហើយញ៉ាំបាយបដាស្ដាប់សំឡេងសត្វយំនៅតាមដើមឈើយើងណាបងប្អូនហើយត្រីក្តៅខ្លាំងហើយបងប្អូនមើលខ្ញុំបកទៅក៏ដឹងក្តៅហើយនេះគឺខ្ញុំចាប់ដើមហែកវាហើយយកសាច់វាណាបងប្អូនតែសាច់យើងអាំងទាំងចកាវាកុំឲ្យវាខ្លោចចឹងណាបងប្អូនវាខ្លោចតែចកាវាទេហើយយើងយកតែសាច់ក្នុងទៅញ៉ាំឆ្ងាញ់មែនតើហើយដាក់មួយម៉ាត់ទៀតហើយមើលតែមាត់ក៏ដឹងដែរបងប្អូនហើយសូម្បីតែខ្ញុំយកមកបញ្ចូលសំឡេងហ្នឹងក៏នឹកឃើញចង់ម្ដងទៀតដែរតែសំខាន់គឺដូចខ្ញុំនិយាយប្រាប់ថាអាកាសធាតុក្តៅប៉ុន្តែធ្វើឲ្យអ្នកខ្លះទៅផ្ដាសាយដៃដូចជាខ្ញុំចឹងក្តៅភ្លៀងផ្ដាសាយចឹងណាសូមឲ្យបងប្អូនទាំងអស់គ្នាចូលរួមថែរក្សាសុខភាពឲ្យបានល្អផងព្រោះផ្ដាសាយវាមិនស្រួលទេបងប្អូនវាពិបាកហើយយើងជួនកាលទៅញ៉ាំអីក៏ដឹងរសជាតិឆ្ងាញ់អីដែរបងប្អូនចឹងទៅខ្ញុំមានតែត្រីអាំងហើយនឹងជ្រក់ឆ្វាយហ្នឹងមានជាតិដែរបងប្អូនហើយនេះគឺជាពងត្រីហ្នឹងពងបងប្អូនឃើញទេព
ពងវាឆ្ងាញ់ណាបងប្អូនពេលយើងញ៉ាំវាទៅណាហើយនេះខ្ញុំដាក់ជ្រក់ឆ្វែងនឹងពីលើមកហើយដាក់ម្ទេសហឹរតិចទៅហើយសំខាន់នោះគឺដាក់មួយម៉ាត់ទៅខ្ទិះឆ្ងាញ់ណាកមួតមកមើលតែខ្ញុំញ៉ាំទៅក៏ដឹងថាឆ្ងាញ់ប៉ុណ្ណាដែរបងប្អូនហើយសូមអធិស្ឋានផងពេលខ្លះបញ្ចូលសំឡេងទៅវាឮពេលខ្លះទៅវាយ៉ាងសក់កអញ្ចឹងណាបងប្អូនដោយសារតែយើងដាសាយហើយនេះគឺជាត្រីដែងអាំងដែលយើងអាំងជាមួយត្រីទក់ហ្នឹងគេហៅថាត្រីរស់ហ្នឹងបងប្អូនព្រោះវាធំដែរហើយយើងអាទឹកជ្រក់ឆ្វែងហ្នឹងខ្ញុំបានបង្ហាញពុកម៉ែបងប្អូនបានមើលទេដោយសារតែបងប្អូនចេះដែរអានឹងតាមចំណង់ចំណូលចិត្តរបស់យើងចង់បានហឹរចង់បានសាបអែមប្រៃអីហ្នឹងចំណង់ចំណូលចិត្តរបស់យើងបងប្អូនហើយខ្ញុំដាក់មួយម៉ាត់ហើយមួយម៉ាត់ទៀតគឺឆ្ងាញ់មែនតើឆ្ងាញ់ខ្លាំងណាស់បងប្អូនពេលខ្លះទៅយើងបានត្រីស្រែទៅយើងយកមកអាំងចឹងក្តៅណាចាប់បានភ្លាមវានៅស្រស់ចឹងហើយពេលយើងយកមកអាំងមកឆ្ងាញ់បងប្អូនហើយយើងឆ្លមកជូរអីក៏ឆ្ងាញ់ដែរបងប្អូនប៉ុន្តែនេះយើងចង់អាំងចំណង់ចំណូលចិត្តរបស់យើងសំខាន់បរិយាកាសក៏ខាងក្រោយខ្ញុំក៏វាល្អដែរបងប្អូនខ្ញុំលើកមកធំហើយខ្ញុំញ៉ាំតែក៏អត់ចង់អស់ដែរបងប្អូនតោះតែយកឲ្យគេញ៉ាំដែរចាហើយបាយយើងក៏ក្តៅត្រីយើងក៏ក្តៅហើយអាកាសធាតុក៏ក្តៅទាំងអស់សំខាន់បានញ៉ាំហើយគឺរៀងឆ្ងោកទៅយាយបងប្អូនដោយសារតែយើងនៅតែឯងអញ្ចឹងណាហើយស្ដាប់សំឡេងសត្វយំផងហើយទេសភាពនៅខាងក្រោយនោះក៏ខៀវស្អាតហើយយើងធ្វើម្ហូបនេះក៏វាត្រូវមាត់ជាមួយយើងដែលផ្ដាសាយទៅវាជូរហឹរអញ្ចឹងណាគឺឆ្ងាញ់មែនតើនឹកឃើញចង់ម្ដងទៀតដែរហ្នឹងបងប្អូនសំខាន់គឺវីដេអូរបស់នាងខ្ញុំមានតែការធ្វើទៅឲ្យពុកម៉ែបងប្អូនបានទស្សនាជាបន្តបន្ទាប់ដោយសារតែខ្ញុំប្រហែលអាយុមុនហ្នឹងគឺរៀងរវល់ការងារច្រើនហើយនៅមួយបញ្ហាទូរស័ព្ទដោយសារតែយើងថតច្រើនទៅវាពេញ memory អញ្ចឹងណាបងប្អូនទៅខ្ញុំអត់បានផុសវីដេអូវិញឲ្យពុកម៉ែបងប្អូនបានមើលបានទស្សនាហើយឥឡូវខ្ញុំចាប់ផ្ដើមធ្វើសូមឲ្យពុកម៉ែបងប្អូនទាំងអស់ជួយទស្សនាវីដេអូរបស់នាងខ្ញុំផងហើយការធ្វើវីដេអូនេះគឺជាការស្រឡាញ់មួយដែលយើងចង់ធ្វើឲ្យពុកម៉ែបងប្អូនបានឃើញពីសកម្មភាពខ្លះដែលខ្ញុំបានធ្វើអញ្ចឹងណាបងប្អូនការងារខ្ញុំគឺមានការងារផ្ទះតិចតួចដែរហើយពេលទំនេរទៅយើងធ្វើការងារផ្សេងទៀតអញ្ចឹងណាបងប្អូនតែសំខាន់គឺញ៉ាំអត់មានខ្វល់ពីនរណាទេតែបើបានពុកម៉ែបងប្អូនមកជាមួយអីនឹងអែមយ៉ាងណាទេនេះរបស់ដែរហើយវាឆ្ងាញ់មួយយ៉ាងដែរបងប្អូនហើយយើងប្រើដៃប្រើលភាខ្លះដែរជាតិអញ្ចឹងណាហើយចុងវីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូន